វាមិនមែនមកពីតានឹងមានប្រពន្ធថៃតានឹងតែញុះញង់ទេហើយចុះបើសម្ដេចពុកចៅឯងហ៊ុនសែននឹងគាត់ទៅលិតក្តិតសៀមត្រូវគ្នាជាមួយអតសិនហើយមិនក៏មានអតសិនណាមកញុះញង់គាត់ណាហើយគាត់ទៅរាប់អានជាមួយនឹងសុលតានប្រូណេហ្នឹងវាមិនក៏គាត់មិនទៅចូលសះចាមគាត់អត់ចូលមកពីអីមានអាណាគេទៅអូសក្បាលយើងបានទេបើយើងមិនទន់ជ្រាយអញ្ចឹងវាគ្មានអាណាមកញុះញង់យើងទេវាអត់មានណាមកញុះញង់យើងទេអញ្ចឹងហើយបានតាប្រាប់ថាបើយើងចង់រស់នៅដោយសេចក្តីសុខសាន្តមានសាមគ្គីភាពក្នុងសង្គមវាតលតែយើងមាននីតិរដ្ឋការលើកតម្កើងនិងអនុវត្តនៅច្បាប់ការតាមដានច្បាប់បង្កើតយុត្តិធម៌សង្គមគ្រប់គ្រងកាត់បន្ថយអំពើពុករលួយឈប់ជិះជាន់គ្នាណាកុំឲ្យថែរក្សានិងចាត់ចែងទ្រព្យសម្បត្តិនិងធនធានធម្មជាតិរបស់ប្រទេសជាតិមិនខុបខិតជាមួយបរទេសដើម្បីបាត់បង់ទឹកដីផ្ដល់នៅការគោរពរដ្ឋធម្មនុញ្ញនិងការចែកផលលាភសេដ្ឋកិច្ចរវាងគ្នានឹងគ្នាប្រទេសបានសុខសាន្តណាវាគ្មានអ្នកណាញុះញង់ទេកូនវាអត់មានអ្នកណាញុះញង់បានទេសប្ថ្ងៃណាតាពីអ្នកប្តីប្រពន្ធឲ្យអញ្ជើញមកចាក់រុកទៅ